បាក់បាត់សាច់រឿងមកយើងឃើញបរិបពីអ្នកកំពុងនិយាយគ្នាខ្ញុំបានឃើញអ្នកយកអីវ៉ាន់របស់អ្នកតើអ្នកមកជួបបន្ទប់នៅថ្ងៃនេះមែនទេខ្ញុំទើបតែចុះពីចំណុចរថភ្លើងខ្ញុំទទួលបានការងារមួយនៅទីក្រុងនេះបន្ទាប់មកបរិវ័យជំទង់នៅនោះបាននិយាយថាហើយខ្ញុំត្រូវទៅសម្ភាសន៍ស្អែកព្រឹកនេះបន្ទាប់មកបុរសវ័យកណ្ដាលម្នាក់នោះក៏បានតបទៅក្មេងប្រុសវិញថាឯងពិតជាមានសំណាងណាស់ដែលបានជួបខ្ញុំផ្ទះជួលមួយនេះវាពិតជាស័ក្តិសមនឹងឯងណាស់ហើយពួកគេក៏បានធ្វើដំណើរមកដល់សន្តាគារសានដានយានហើយពួកយើងបានមកដល់ទីនេះហើយបុរសវ័យយន្តនោះក៏បានតបទៅវិញថាមើលទៅអគារនេះដូចជាសាងសង់រយៈពេល20ឆ្នាំបាក់ហើយបុរសម្នាក់នោះក៏បានតបទៅវិញថាកុំអារម្មណ៍គ្រាន់តែយកកបោរបស់ឯងចូលទៅវាពិតជាស្អាតណាស់លើវិញទៅទៀតការជួលគឺត្រឹមតែ800យួនប៉ុណ្ណោះក្នុងមួយខែហើយបុរសវ័យកណ្ដាលម្នាក់នោះក៏បានបន្តទៅថាសូមជឿជាក់មកលើពួកយើងសានដានយានខ្ញុំធានាការជាទុកចិត្តរបស់ឯងមិនអីទេដរាបណាវាអាចស្នាក់នៅបានបន្ទាប់មកគាត់ក៏បានទាញទ្វារបិទគាត់ក៏បានបញ្ចេញទឹកមុខយ៉ាងគួរឲ្យខ្លាចហាក់បីដូចជាឃាតករយ៉ាងចឹងបន្ទាប់ពីគាត់បានជួលក្មេងប្រុសនោះមកដល់បន្ទប់ហើយគាត់ក៏បានបន្តនិយាយថាខ្ញុំនឹងយកកិច្ចសន្យាលំនៅឋាននៅថ្ងៃស្អែកសង្ឃឹមថាអ្នកនឹងមានការសម្រាកដ៏ល្អមួយហើយក្មេងប្រុសក៏បានតបទៅវិញថាល្អប្រសិនបើអ្នកនាំវាមកមុនហើយគាត់ក៏បានបិទទ្វារបន្ទប់នោះហើយគាត់ក៏បានបន្តនិយាយដោយបញ្ចេញទឹកមុខដោយគួរឲ្យខ្លាចថាបន្ទប់នេះទីបំផុតត្រូវបានជួលចេញហើយចាប់តាំងពីវាជិតដល់ចង្ខាខ្ញុំគិតថាខ្ញុំមិនអាចទទួលបានប្រាក់លើកទឹកចិត្តនោះទេសំណាងល្អណាស់ដែលឯងបានមកនៅពេលកណ្ដាលយប់ប្រសិនបើមិនមែនទេកិច្ចព្រមព្រៀងនេះនឹងត្រូវបានទទួលរងការស្ដីបន្ទោសដោយស្ត្រីចំណាស់នោះទៀតហើយឮថានៅក្នុងបន្ទប់នេះវាមានខ្មោចហើយគាត់ក៏បានដើរចុះទៅក្រោមវិញព្រមទាំងនិយាយថាវាគ្រាន់តែជាអបិយជំនឿតែប៉ុណ្ណោះតែនៅក្នុងពិភពលោកនេះវាអាចមានទៅរួចដល់របៀបណាខ្ញុំមិនជឿលើវានោះទេព្រមនោះហាក់បីដូចជាមានដៃខ្មោចមួយគូចង់ចាប់ទាញរូបគាត់តែគាត់មិនដឹងនោះទេកាន់មកដល់ក្មេងប្រុសចំទងនេះវិញគាត់ពិតជាហត់ខ្លាំងណាស់គាត់បានដេកនៅលើគ្រែភ្លាមនោះស្រាប់តែមានទឹកភ្លៀងបានស្រក់មកលើមុខគាត់ប៉ុន្តែគាត់មិនបានខ្វាយខ្វល់នឹងវាគាត់ក៏បានដេកទៅហើយភ្លាមនោះក៏មានស្រមោលខ្មៅមួយហាក់ដូចជាបិសាចយ៉ាងចឹងភ្លាមនោះក៏កាត់មកដល់ប្រុសទៅហើយបុរសដែលជាអ្នកជួលបន្ទប់ឲ្យក្មេងប្រុសនោះបានដេកនៅលើកាំចន្ទាព្រមទាំងមានស្នាមរបួសនៅលើមុខទៀតផងហើយភ្លាមនោះគាត់ក៏បានភ្ញាក់ឡើងឃើញនៅមុខលោកយាយម្នាក់ស្មានថាជាខ្មោចហើយគាត់ក៏បានស្រែកឡើងថាខ្មោចជាខ្ញុំហើយគាត់ក៏បានដឹងស្មារតីវិញថាតាមពិតនោះគឺជាលោកយាយឡងហើយលោកយាយក៏បាននិយាយថាអូគាត់ភ្ញាក់ហើយបុរសម្នាក់នោះក៏បានបន្តនិយាយថាតើលោកយាយកំពុងតែព្យាយាមបន្លាចគាត់មែនទេកុំមើលចិត្តគាត់បែបនេះទៀតឯងគាត់ក៏បានបន្តសួរទៅកាន់លោកយាយតើមានរឿងអ្វីកើតឡើងហើយប៉ូលីសដែលបានមកជាមួយលោកយាយបាននិយាយថាខ្ញុំមិនដឹងថាស្ថានភាពនេះជាស្ថានភាពអ្វីនោះទេហើយប៉ូលីសក៏បានបន្តនិយាយទៀតថាការដែលអ្នកបានបញ្ជូនអ្នកជួលបន្ទប់ចូលទៅក្នុងបន្ទប់អ្នកមិនបានដឹងថានរណារុញអ្នកធ្លាក់ពីលើកាំចន្ទានោះទេហើយបុរសនោះក៏បានតបទៅប៉ូលីសវិញថាបានវាគឺជារឿងដ៏គួរសោកស្ដាយណាស់ដែលអគារចាស់នេះមិនមានកាមេរ៉ានោះបើមិនហើយគាត់ក៏បានបញ្ឈប់ការនិយាយភ្លាមៗបន្ទាប់ពីឃើញទឹកមុខដែលគួរឲ្យខ្លាចរបស់លោកយាយឡុងហើយគាត់ក៏បានបន្តនិយាយទៅកាន់លោកយាយឡុងថាហេតុអ្វីបានជាលោកយាយឡុងមើលមកគាត់ដូចនេះហើយលោកយាយឡុងក៏បានបន្តនិយាយទៅកាន់បុរសនោះថាតើលុយគឺជាវត្ថុតែមួយគត់នៅក្នុងកែវភ្នែករបស់អ្នកមែនទេខ្ញុំបានប្រាប់អ្នករួចហើយថាមានរឿងអាក្រក់នៅក្នុងបន្ទប់មួយនោះហើយគាត់ក៏បានបន្តសួរទៀតថាហេតុអ្វីបានជាអ្នកតែងតែនាំមនុស្សទៅកាន់ទីនោះហើយបុរសម្នាក់នោះក៏បានឆ្លើយតបទៅកាន់លោកយាយឡុងវិញថាតើយើងរស់នៅក្នុងសម័យណាហើយបើទោះបីជាអ្នកប្រាប់គាត់ក៏អ្នកជួលបន្ទប់របស់ខ្ញុំមិនខ្វល់នោះដែរហើយលោកយាយឡុងបានឆ្លើយតបទាំងកំហឹងថាអ្នកនៅមានមុខ
មកនិយាយពាក្យបែបនេះទៀតអ្នកគឺជាមូលហេតុដែលធ្វើឲ្យគាត់ស្លាប់ហើយយើងក៏បានលើសម្លេងមនុស្សម្នាជាច្រើននិយាយថាគាត់ស្លាប់នៅក្នុងបន្ទប់ខ្មោចនោះហើយយើងក៏បានលើថាកុំនិយាយមិនសមហេតុផលខ្ញុំលើថាគាត់ស្លាប់ដោយសារគាត់កាំងបេះដូងតែប៉ុណ្ណោះហើយយើងក៏បានឃើញបរិមម្នាក់ក្នុងចំណោមមនុស្សម្នាច្រើនបាននិយាយថាវាមិនមែនជាអ្វីទាំងអស់ចំហើយនេះហើយគាត់ក៏បានបន្តនិយាយថានេះជាបញ្ហាមួយចំនួនតែប៉ុណ្ណោះហើយយើងក៏បានលើកគាត់និយាយថាមើលទៅខ្ញុំត្រូវការប្រើថាមពលរបស់ខ្ញុំហើយគាត់ក៏បានបញ្ចេញសញ្ញាដៃលើចម្លែកមួយហាក់បីដូចជាគាត់កំពុងតែបញ្ចេញថាមពលរបស់គាត់យ៉ាងដូចនេះគាត់ក៏បានស្រែកឡើងថាភ្នែកនៅរូបឋានសួគ៌ភ្លាមនោះគាត់បានមើលធ្លុះនៅអ្វីគ្រប់យ៉ាងហើយគាត់ក៏បានបន្តនិយាយទៀតថាប៉ុន្តែបើវាសាមញ្ញពេកខ្ញុំនឹងមិនអាចទទួលចំណាប់អារម្មណ៍នោះទេភ្លាមនោះគាត់បានទទួលសញ្ញាអ្វីម្យ៉ាងភ្លាមនោះគាត់ក៏បានប្រែទៅជាហួសចិត្តយ៉ាងខ្លាំងដោយវាគ្រាន់តែជាអាអូនតូចមួយម្នាក់ប៉ុណ្ណោះហើយអាអូននោះក៏បាននិយាយទៅកាន់តួឯកប្រុសរបស់យើងថាអូគាត់ជា fan របស់ណារូតូតានេះហើយអូននោះក៏បាននិយាយបន្តទៀតថានេះជាស៊ូខ្ញុំក៏ដឹងពីវាខ្លះដែរដែលធ្វើឲ្យតួឯកប្រុសរបស់យើងមានការហួសចិត្តជាខ្លាំងហើយវាក៏បាននិយាយបន្តទៀតថាកុំរត់គេចហើយវាក៏បានធ្វើសញ្ញាដៃត្រាប់តាមតួឯកប្រុសរបស់យើងធ្វើឲ្យគាត់មានអារម្មណ៍ថាមូម៉ៅយ៉ាងខ្លាំងហើយវាក៏បាននិយាយថាយុទ្ធសាស្ត្រទឹកហើយវាក៏បានបញ្ចេញយុទ្ធសាស្ត្រទឹករបស់វាមកតែមិនមែនជាទឹកដូចនៅក្នុងរឿងណាតុនោះទេតែគឺជាទឹកមាត់ហើយវាក៏បានងាកទៅនិយាយជាមួយតួឯកប្រុសរបស់យើងវិញថាមិនដែរប្រូប៉ុន្តែវាមិនបានឃើញតួឯកប្រុសរបស់យើងទេហើយតួឯកប្រុសរបស់យើងក៏បានលួចនៅកក្ររបស់ក្មេងធ្វើឲ្យអាអូនមួយនោះវាពិតជាមូម៉ៅនឹងតួឯកប្រុសរបស់យើងខ្លាំងមែនទែនហើយអាតួរបស់យើងក៏បាននិយាយថាក្មេងរំខានខ្ញុំមិនបានប្រើនាមយុទ្ធស៊ូអ្វីនោះទេព្រមនោះតួឯកប្រុសរបស់យើងក៏បានងើបឈរឡើងហើយព្រមទាំងនិយាយថាខ្ញុំត្រូវតែរៀបចំផែនការដើម្បីចាប់វាព្រមទាំងកាច់ដៃនិងនិយាយខ្ញុំនឹងផ្ដល់ការវិដំដ៏ល្អទៅកាន់វិញ្ញាណមួយនោះហើយរឿងរបស់យើងក៏ឈានមកដល់ទីបញ្ចប់សូមតាមដានទស្សនាបន្តហើយខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នានឹងពេញចិត្តព្រមទាំងជួយគាំទ្រផងដែរបាយជួបគ្នានៅវីដេអូក្រោយ